បាទជម្រាបសួរបងប្អូននិងពលរដ្ឋទាំងអស់គ្នារីករាយដែលបានចូលមករៀនភាសាកូរ៉េជាមួយនឹងសាលា ENCI Cambodia បាទជាក្តីសង្ឃឹមក្នុងការប្រឡងជាប់សម្រាប់សិស្សគ្រប់គ្នាបាទអញ្ចឹងថ្ងៃនេះយើងបន្តមេរៀននេះទៀតគឺទៅដល់មេរៀនទី20សៀវភៅ60មេរៀនថ្មីថ្នាក់ EPS Topic 10ដើម្បីត្រៀមប្រឡងសម្រាប់បងប្អូនទាំងអស់គ្នាដែលបាទបានទិញពាក្យប្រឡងរួចហើយអញ្ចឹងយើងអត់មានពេលក្នុងការទៅរៀន TEFA ឬក៏ Orphy ទេយើងកាត់មករៀនត្រឹម EPS Topic ដើម្បីអាចដឹងពីរបៀបក្នុងការប្រឡងធ្វើតេស្តអឺហើយនឹងចេះនៅពាក្យសំខាន់មួយចំនួនទាក់ទងពីការប្រឡងនៅពេលខាងមុខអូខេអញ្ចឹងការពិតទៅដើម្បីអាចប្រឡងជាប់ភាសាកូរ៉េវាអត់លំបាកទេវាងាយបំផុតដល់គ្នាហ្នឹងមិនថាដល់គ្នារៀនផ្ទាល់ឬរៀនតាមអនឡាញទេគឺជាប់ដូចគ្នាតែវាត្រូវការព្យាយាមនិងការតាំងចិត្តបាទខិតខំប្រឹងប្រែងរបស់ពលរដ្ឋទាំងអស់គ្នាទី1អ្នកនរគ្នាត្រូវរៀនសៀវភៅ60មេរៀនឲ្យចប់មកក្បាលទី2សៀវភៅ2000ភាសាហើយនិងសៀវភៅថ្នាក់ដោះស្រាយលំហាត់ស្តង់ដារហើយនឹងការប្រឡងសាកឲ្យបានយ៉ាងតិច50ទៅ100ដងដោយប្រើថាកម្មវិធីទាំងអស់នេះគឺប្រើរយៈពេលយ៉ាងតិចក៏6ខែដែរនោះអ្នកនរគ្នានឹងមានឱកាសប្រឡងជាប់រហូតដល់100%ចិត្តទៅ80%ដល់គ្នាណាបាទបន្ទុកមិនទាបទេគឺយ៉ាងតិចបំផុតក៏140ទៅ160 180បន្ទុកដែរឲ្យតែអ្នកនរគ្នារៀនចប់កម្មវិធីដែលគ្រូបានរៀបរាប់នេះបាទប៉ុន្តែដោយសារតែពួកយើងបានទិញពាក្យហើយអញ្ចឹងរយៈពេលខ្លីលោកគ្រូនឹងបង្រៀនកាត់ដើម្បីឲ្យអ្នកនរគ្នាអាចមានឱកាសប្រឡងជាប់ដែរប៉ុន្តែវាមិនមានឱកាសខ្ពស់បាទន័យថា50ឬក៏60%នឹងឯងបាទមកជាប់ឲ្យតែអ្នកនរគ្នាយកចិត្តទុកដាក់ឲ្យខំប្រឹងប្រែងរៀនដើម្បីអាចរៀនឲ្យមានគុណភាពនិងត្រូវលក្ខខណ្ឌក្នុងការរៀនអឺថ្នាក់លំហាត់ស្តង់ដារនេះឬក៏ថ្នាក់វិទ្យាសាស្ត្រនេះអ្នកនរគ្នាត្រូវមានសៀវភៅពាក្យមួយក្បាលដើម្បីកត់ពាក្យសំខាន់ព្រោះពាក្យទាំងអស់នេះវាសិតសឹងជាពាក្យដែលចេញនៅពេលប្រឡងហើយបងប្អូនបាទពាក្យសំខាន់ណាបាទហើយនឹងយកចិត្តទុកដាក់ក្នុងការដោះស្រាយលំហាត់នីមួយបាទវិញ្ញាសាអានវិញ្ញាសាស្ដាប់បាទផ្សេងបងប្អូនណាតោះអញ្ចឹងកុំឲ្យខាតពេកយើងទៅមុខជាមួយគ្នាតែម្ដងបាទមេរៀនទី20យើងចូលទៅដល់លំហាត់អានមុនបងប្អូនគឺលំហាត់ទី1បាទកន្លែងនេះគេថាមិនបងប្អូនបាទខ្ញុំសូមព្រាធំតិចឲ្យអូខេតោះបាទតាមតិចបងប្អូនណាអូខេតោះហើយតោះឥឡូវយើងមកមើលគេដាក់មិនបងប្អូនគេដាក់ថានេះខាងក្រោមណាបាទខ្វាន់គេអ៊ីតនឿននេះថាណតពាក្យខ្វាន់គេអ៊ីតនឿនដែលមានពាក់ព័ន្ធខត់នេះយើងអាចប្រែថារបស់មួឈីមីកាអ្វីអញ្ចឹងគេសួរថាតើអ្វីទៅបាទជាពាក្យយើងអាចប្រែជាពាក្យណាជាពាក្យដែលមានពាក់ព័ន្ធទៅនឹងពាក្យខាងក្រោមអាខត់នេះប្រែបានច្រើនណាបាទប្រែបានច្រើនណាបើអាក្រោមនេះគឺជាពាក្យយើងប្រែថាពាក្យតែបើសិនបើខាងក្រោមជាប្រយោគថាប្រយោគបើសិនបើវាជាអ្វីមួយគឺប្រែអានឹងតែម្ដងអាខត់ទេវាអាកាត់នេះបានច្រើនបាទតោះអញ្ចឹងគេថា internet cafe internet cafe គឺសំដៅទៅដល់អស់គ្នាគេ internet cafe ក៏ប៉ុន្តែអាពាក្យ cafe ដូចគ្រប់បងប្អូនបាទគ្រប់ណាគ្រប់ Facebook មួយដូចថាកូរ៉េគេប្រើពីចឹងគេប្រើ Naver បងប្អូន Naver កម្មវិធី Naver បងប្អូនណា Naver អានេះ N Naver នេះ O Naver អជាស្រ័យនោះម្ដងទៀតបងប្អូន Naver Naver បាទ Naver នេះដូច Facebook ចឹងបងប្អូន Facebook បាទ Facebook ណាបាទ Facebook ដូចគ្នានៅក្នុង Facebook គេប្រើក្រុមប៉ុន្តែ Naver គេអត់ប្រើក្រុមគេប្រើ Internet Cafe Internet Cafe តើបងប្អូនអញ្ចឹងបានជាក្រុមរបស់កម្មវិធី Naver នឹងឯងដោយក្រុម Facebook ក្រុមគេប្រើពាក្យក្រុមមួយម៉ាត់គេដឹងតែ Facebook បាត់ហើយបង្កើតក្រុមគេក្រុម Facebook បាទបើសិនបើ Telegram គេថាបង្កើត channel គេបងប្អូនបាទបង្កើត channel អូខេអញ្ចឹង Internet Cafe នេះវាជាក្រុមបាទគ្រប់ការជួបជុំរបស់អ៊ីនធឺណិតនៅក្នុងកម្មវិធី Naver អញ្ចឹងតើពាក្យហ្នឹងវាពាក់ព័ន្ធជាមួយពាក្យអីគេទី1 Shiptery វិធីឡើងផ្ទះត្រូវអត់ទេបាទទី2 Pro ជឹងគឹមប្រាក់កក់ត្រូវទេបងប្អូនបាទប្រាក់កក់បាទប្រាក់កក់បងប្អូនត្រូវអត់អូខេបងប្អូនណាអញ្ចឹងពាក្យ emoticon នេះខ្ញុំប្រែថាសញ្ញាអារម្មណ៍តើតើមកអារម្មណ៍របស់យើងណាបង្ហាញពីអារម្មណ៍ហ្នឹងណាបាទសញ្ញានៃអារម្មណ៍អញ្ចឹង emoticon ចំណែកទី4នេះ Wavon Khaib ចុះឈ្មោះជាសមាជិកបាទន័យថាបើសិនបើអឺភាសាអង់គ្លេសលើ Facebook គេប្រែថា log sign up តោះនេះណា sign up ណា sign up បានតែយើងធ្វើការចុះឈ្មោះអញ្ចឹង
Huê Won Khai Ipនេះចុះឈ្មោះជាសមាជិកអញ្ចឹងអ្នកនរនេះគិតមកថាតើអឺ Internet Cafe នេះវាតាក់ទងជាមួយពាក្យអីគេគឺតាក់ទងជាមួយនឹងពាក្យថា Huê Won Khai Ip Huê Won Khai Ip អូខេណាបងប្អូននេះអញ្ចឹងចម្លើយយើងលេខ4តោះអញ្ចឹងបន្តទៅទៀតតោះនេះបន្តទៅទៀតលេខរៀងទី2តោះនេះទី2រូបរាងធំតិចណាដើម្បីស្រួលមើលបាទលេខធំឲ្យបន្តិចចុះដើម្បីយើងងាយស្រួលក្នុងការមើលតោះឥឡូវយើងមើលទី2នេះគេហៅថាលំហាត់វេយ្យាករណ៍បាទលំហាត់វេយ្យាករណ៍ឬក៏អឺលំហាត់វេយ្យាករណ៍បងប្អូនណាហ្នឹងហើយលំហាត់វេយ្យាករណ៍តោះថាខាងក្រោមជួងចំណោមមិតឈុលឈិនគូបន្ទាត់ពីក្រោមភូននេះយើងប្រើចំណុចឬក៏ផ្នែកម៉ាត់នឹងដែលត្រឹមត្រូវមុនចាំងប្រយោគខូឬ CPO យើងប្រែសុំជ្រើសរើសអញ្ចឹងគេឲ្យយើងជ្រើសរើសប្រយោគដែលត្រឹមត្រូវនៅចំណុចដែលគូបន្ទាត់ពីខាងក្រោមណាអញ្ចឹងថ្ងៃនេះយើងជួបវិជ្ជាករអីគេបងប្អូនគឺវិជ្ជាករអ៊ុលឬក៏រីអ៊ុលលេយ៉ូបងប្អូននេះអ៊ុលឬក៏រីអ៊ុលលេយ៉ូអញ្ចឹងវិជ្ជាករមួយនេះលោកគ្រូបានបង្រៀនក្នុងក្រុមបាទក្នុងក្រុមវិជ្ជាករសិបរបស់សភា60មេរៀនលម្អិតបាទទាំងស្រុងតែម្ដងអញ្ចឹងអ្នកនរគ្នាចូលទៅមើលបានហើយយើងនឹងយល់ច្បាស់តើអ៊ុលរីអ៊ុលលេយ៉ូប្រើប្រាស់នៅពេលណាតើឥឡូវយើងមកមើលអ៊ីមេអ៊ីរិលបាទស៊ឺអ៊ុលលេយ៉ូបងប្អូនមើលអ៊ុលរីអ៊ុលលេយ៉ូវាប្រើជាមួយគេបងប្អូនគ្នាបាទប្រើជាមួយនឹងកិរិយាសព្ទបងប្អូនណាប្រើជាមួយកិរិយាសព្ទបងប្អូននេះបាទវាប្រើជាមួយកិរិយាសព្ទបាទអ៊ុលរីអ៊ុលលេយ៉ូបងប្អូននេះណាបាទប្រើជាមួយកិរិយាសព្ទអញ្ចឹងបានន័យថាប្រើជាមួយកិរិយាសព្ទបើសិនបើកិរិយាសព្ទណាបាទលុបដើរចុះបញ្ចប់ទៅដោយស្រៈគេប្រើបាទប្រើរីអ៊ុលលេយ៉ូចប់ដោយស្រៈណាបើអត់មានបើចប់ដោយព្យញ្ជនៈបានថាវាមានផាត់ឈីមគេប្រើអ៊ុលលេយ៉ូតោះអញ្ចឹងយើងមើលមកចឹងកន្លែងនេះគេថា email ស៊ឺអ៊ុលលេយ៉ូអត់ត្រូវទេបងប្អូនអញ្ចឹងកន្លែងនេះបើសិនបើពាក្យស៊ឺដាលុបដាចោលយើងបូកជាមួយគេបងប្អូនបូកទៅជាមួយនឹងបាទទៅជាស៊ឺលេយ៉ូមិនត្រូវបងប្អូនស៊ឺលេយ៉ូមិនត្រូវតោះនេះស៊ឺលេយ៉ូមិនត្រូវចានេះខុសហើយទី2នេះ achievable more mokuleo achievable more mokuleo ត្រូវបងប្អូនmore mokuleo ពាក្យ mokta នេះកាលណាវាបញ្ចប់ទៅដោយផាត់ឈីមគេប្រើ ulleo ត្រឹមត្រូវជាងចម្លើយនៅលេខ2នឹងតែម្ដងបងប្អូនណាទី3 audio man tyril leo អានេះគេហៅថា real full បាទគេហៅថាបំរែបំរួលរបស់ real បងប្អូនណាបាទអញ្ចឹងកាលណា real នេះវាប៉ះជាមួយ real បានន័យថា real leo បងប្អូននេះ real leo នេះណាបើក្នុងករណីវាបូកជាមួយជញ្ញៈ real ពីក្រោមលុបដាចោលគេអាស័ព្ទដែលមាន real ពីក្រោមអញ្ចឹងគេប្រើ real នេះបងប្អូនប្រើ real នេះអញ្ចឹង real ប៉ះគ្នាទៅជា mandileo អញ្ចឹងពាក្យនេះយើងទៅជា mandileo បងប្អូនណានេះ mandileo ដោយសារ real និង real វាប៉ះទៅវាបញ្ចូលគ្នាបងប្អូននេះវាបញ្ចូលគ្នាណាអញ្ចឹងទៅជា mandileo បាទ mandileo មិន mandrileo អត់ទេបងប្អូនអត់ត្រូវទេអានេះអីគឺខុសតោះទី4តោះទី4នេះគេថា catchy makul man thuril leo អញ្ចឹងពាក្យនេះអា real pulgechik ទេបងប្អូនណាអា thi good pulgechik ណាបំរែបំរួលរបស់ thi good នេះถึง thi good កាលណាវាប៉ះជាមួយនឹងបាទប៉ះជាមួយនឹងនេះអ៊ីអ៊ឹងនេះបងប្អូននេះប៉ះមួយស្រៈអ៊ឺនេះឬក៏ប៉ះជាមួយបាទប៉ះមួយស្រៈអ៊ឺនេះបងប្អូនណាគឺវាបដូរទៅជា real ហើយកន្លែងនេះបងប្អូនណាបដូរទៅជា real អញ្ចឹងកន្លែងនេះអឺ thi good ជាស្រ័យបងប្អូននេះ thi good នេះបាទលុបដាចោលនេះលុបដាចោលវាបូកជាមួយតម្រងនេះគឺបាទអញ្ចឹងអា thi good បដូរទៅជា real បងប្អូននេះទៅជា thul នេះសួរថា thul នេះតើវាសល់ real ចឹងហើយវាលុបវាបូកជាមួយ real ចេះទៀតអត់ដូចមិញដូចពាក្យនេះពាក្យmandil បងប្អូនណាពាក្យ mandil ឡើយនេះ mandil នេះអញ្ចឹងមិញលោកគ្រូបាយថាកាលណាវាបញ្ចប់ដោយ real វាត្រូវទៅជាបូកជាមួយ real ទៅជា mandil leo មិនអញ្ចឹងហ៎បាទ mandil leo អញ្ចឹងកូនសិស្សក៏ឆ្ងល់ថាលោកគ្រូចុះបើអាកន្លែងនេះពាក្យ theta នេះលុបដាចោលពាក្យពេញមកវា theta នេះណាពាក្យពេញវាណាអញ្ចឹងកាលណាវាប៉ះជាមួយស្រៈវាទៅជា real អញ្ចឹងបើវាជា real ហើយតើយើងបំបែកវាជាមួយនឹង real មួយទៀតអត់យើងអត់ទៀតអស់ទេបើក្នុងករណីវាបំបែកហើយយើងអត់បំបែកទៀតទេ
ចឹងទៅជារីអ៊ូលេលេយកបាទនេះតោះនេះចំណុចហ្នឹងណាយល់ទេទៅជារីអ៊ូលេយកបាទអញ្ចឹងចម្លើយទៅត្រូវវិជ្ជាគឺលេខបាទលេខ2ដល់ទេណាបាទអញ្ចឹងលោកគ្រូនឹងបញ្យល់លម្អិតនៅក្នុងវិជ្ជាករដែលឡែកអ្នកនរគ្នានឹងបានយល់កាន់តែស៊ីជម្រៅណាតើតើវិជ្ជាករមួយហ្នឹងអូខេតោះតើឥឡូវយើងចូលទៅដល់លំហាត់បន្តទៀតលំហាត់ទី3តោះនេះចូលទី3គេថា pin ខានណេនេះចន្លោះទំនេរគឺរកខលចូលទៅខាចាំងអាល់ម៉ាត់ជឿនដែលត្រឹមត្រូវបំផុតខត់សឺរបស់កូរីស៊ីអូសុំជ្រើសរើសជាគេឲ្យជ្រើសរើសនៅអ្វីដែលត្រឹមត្រូវបំផុតចូលក្នុងប្រអប់ទំនេរបាទរើសអ្វីដែលត្រឹមត្រូវបំផុតចូលប្រអប់ទំនេរតាឆនឿនខ្ញុំបាទគឺអត្ថបទបាទសឺនឹងគាត់ការដែលសរសេរជាអត្ថបទជួហាមីណាចូលចិត្តជាងប្រែថាខ្ញុំចូលចិត្តការសរសេរអត្ថបទយល់ជឿសប្ថ្ងៃម៉ូចម្លើយត្រូវណាបងប្អូន A បញ្ជាក់ទីកន្លែង Hanguk Sengfal ការរស់នៅប្រទេសកូរ៉េ Ina ឬក៏ Munhwa វប្បធម៌ So គេខ្ញុំប្រែថាណែនាំជាខ្ញុំប្រែថាណែនាំអំពីវប្បធម៌ហើយនឹងការរស់នៅប្រទេសកូរ៉េបាទណែនាំអំពីវប្បធម៌ហើយនឹងការរស់នៅប្រទេសកូរ៉េវិបរិតធំទេវាទូចពេកណាបាទបាទនេះចាស់បាទគឺលេខប្រែអត្ថបទគឺអត្ថបទចំណែកសឺគោយសំណាកំពុងតែសរសេរអញ្ចឹងខ្ញុំប្រែសប្តាហ៍ថ្ងៃនេះខ្ញុំកំពុងតែសរសេរបាទណែនាំអំពីវប្បធម៌និងការរស់នៅប្រទេសកូរ៉េនៅក្នុងអីគេម៉ូចម្លើយត្រូវនៅក្នុងអីតោះគ្នាបាទអញ្ចឹងគេថាគាត់ចូលចិត្តការចូលចិត្តសរសេរអត្ថបទហើយសប្តាហ៍ថ្ងៃគាត់កំពុងតែសរសេរអត្ថបទណែនាំពីវប្បធម៌ហើយនិងការរស់នៅរបស់ប្រទេសកូរ៉េនៅក្នុងអីទី1មេនូផាន់ទាំងមីនុយមុខម្ហូបអាមេនូផាន់ត្រូវតោះគ្នាបាទគាត់ចូលចិត្តសរសេរអក្សរជាអត្ថបទហើយសប្តាហ៍ថ្ងៃគាត់សរសេរអត្ថបទណែនាំតាក់ទងជាមួយនឹងវប្បធម៌និងការរស់ប្រទេសកូរ៉េនៅក្នុងផ្ទាំងមេនុយមុខម្ហូបត្រូវអត់ត្រូវទេតែទី2យូរីប៉បនៅក្នុងពិធីចម្អិនម្ហូបត្រូវអត់ទេបាទទី3នេះភ្លុកគឺប្លុកនេះស្គាល់ប្លុកទេបាទប្លុកអីគេតោះនេះប្លុកភាសាបច្ចេកទេសភាសាអង់គ្លេសបច្ចុប្បន្នហ្នឹងណាបាទនេះអ្នកខ្លះក៏អ្នកផលិតមេតិកាបង្កើតជាប្លុកគេតោះនេះប្លុកបានន័យថាអាអាការសរសេរអត្ថបទឬក៏ផុសអីនៅក្នុងបណ្ដាញសង្គមគេហៅថាប្លុកឯងបាទអ្នកបង្កើតប្លុកហេបាទប្លុកតាក់ទងvớiអីផ្សេងៗអញ្ចឹងទៅតដល់ពេលធុងហេបាទធុងហូហេនេះគេតោះនេះធុងហូហេបាទធុងហូហេកន្លែងនេះគឺសំដៅទៅលើកីឡាតោះនេះធុងហូហេណាបាទកីឡាចេះដល់គិតមើលថាតើចម្លើយទាំង4មួយណាជាចម្លើយត្រឹមត្រូវក្នុងចំណោមចម្លើយទាំង4នេះគឺចម្លើយលេខប៉ុន្មានគឺនៅលេខ3ទៅសេប្លុកនៅក្នុងប្លុកណាប្លុកបាទអញ្ចឹងអ្នកនរដឹងហើយប្លុកនោះបាទតោះអញ្ចឹងចម្លើយយើងនៅលេខ3តោះលោកអានជូនម្ដងទៀតឲ្យបងប្អូនណាដើម្បីឲ្យយើងបានអានច្បាស់ជាងមុនប្រែត្រូវជាងមុនបាទច្រើនលឿនខឹលស៊ឺនឹងគាត់ស៊ឹលជွာហាមីដាខ្ញុំចូលចិត្តការសរសេរអក្សរ요즘블록 A 한국 생활이나 문화를 소개하는 글을 쓰고 있습니다. 제가 말해서ថ្ងៃនេះខ្ញុំកំពុងតែសរសេរអត្ថបទនេះសរសេរអត្ថបទណែនាំអំពីវប្បធម៌និងការរស់នៅប្រទេសកូរ៉េក្នុងប្លុកបាទជាងចម្លើយនៅលេខ3អូខេតោះនេះណាបាទចម្លើយលេខ3នេះបាទអូខេតោះមុខទៀតអស់នេះណាបាទអូខេតោះខបច្ចេកទេសតោះនេះណាបាទអូខេតោះទៅគូសុទ្ធទៅមុខទៀតហើយតោះអញ្ចឹងលេខ4ដល់លេខ5តោះនេះលេខ4លេខ5ឡើយនេះលោកគ្រូនឹងបន្ថយឲ្យទូជាងបន្តិចអូខេលេខ4លេខ5ឥឡូវយើងមើលលេខ4លេខ5លេខ4នេះគេថាមិនតោះលេខ4នេះគេថាថាខឹលអត្ថបទខាងក្រោមអ៊ីកូអានបើអានអត្ថបទខាងក្រោមហើយណែយងខ្វះកាត់ទិដូចទៅនឹងខ្លឹមសារខត់របស់ខូរីស៊ីអូសូមជ្រើសរើសជាគេឲ្យជ្រើសរើសនៅអ្វីដែលដូចទៅនឹងខ្លឹមសារដែលអានអត្ថបទខាងក្រោមអញ្ចឹងអានេះគេចាត់ទុកថាជាវិទ្យាសាស្ត្រប្រភេទផ្លាកសញ្ញាដល់គ្នាណាអានេះណាបាទជាប្រភេទអត្ថបទដែរណាគេហៅថាវិទ្យាសាស្ត្រអត្ថបទដែរប៉ុន្តែវាជាអត្ថបទនៅក្នុងមេសេនជីបែរថាសារជាសារអត្ថបទណាបាទឥឡូវដើម្បីអាចដោះស្រាយលំហាត់នឹងបានយើងត្រូវប្រែសារហ្នឹងសិនតើអ៊ីប៉ុនអាដុងណាសារនេះគឺការឆ្លើយឆ្លងរវាងអាដុងហើយនិងម៉ាឌូបាទពីរអ្នកហ្នឹងហើយលោកអាដុងទៅសេទៅមុនថាអ៊ីប៉ុនជេជូដូយហេង
normal choice គេថាដំណើរកំសាន្តទៅជាយីដូម្ដងនេះពិតជាល្អណាស់ពិតជាសប្បាយណាស់យ៉ាងទៅណាបាទជីណាន់ប៉ុនណេកាលពីលើកមុនព្យាកាវត្តនឿនទេគេថាភ្លៀងធ្លាក់ខ្លាំងក៏ប៉ុន្តែអ៊ីប៉ុនណេនឹងណាស៊ីកាឈួតអត់ឈួតគួគេថាកាលពីលើកមុនភ្លៀងធ្លាក់ខ្លាំងក៏ប៉ុន្តែលើកនេះអាកាសធាតុល្អតោះនេះណាបាទស៊ីកតូម៉ាស៊ីសយោហើយម្ហូបក៏ឆ្ងាញ់ទៀត ថាស៊ូកាតូខាត់ឈីខាយ៉ូគេថាសម្រាប់ឈប់សម្រាប់លើកក្រោយទៅជាមួយគ្នាបាទគេមូលណាបាទគេមូលថាចាំសម្រាប់លើកក្រោយទៅជាមួយគ្នាហើយម៉ាទូក៏គាត់ឆ្លើយតទៅវិញថាឆោតូឆោតូយ៉ូខ្ញុំដែរគេថាចឹងខ្ញុំដែរគាត់ថាខ្ញុំដែរឆោតូយ៉ូខ្ញុំដែរឆេ S SNS បាទសារណា SNS នេះបាទសារយកហេងសាជីនបាទរូបថតដំណើរកំសាន្តបាទទៅទៀតអូលយតស៊ឺនីកាផូរ៉ូអូសេយ៉ូគេថាម៉េចផូរ៉ូអូសេយ៉ូ គេថាមិនអរគ្នាខ្ញុំក៏អញ្ចឹងដែរណាខ្ញុំក៏អញ្ចឹងដែរបាទសូមមកមើលមកដោយសារតែខ្ញុំបានផ្ញើរូបថតដំណើរកំសាន្តនៅក្នុង SNS បាទន័យថាខ្ញុំក៏អញ្ចឹងដែរបាទន័យថានេះគាត់នេះក៏អញ្ចឹងដែរណាគាត់ក៏អញ្ចឹងដែរគាត់និយាយចេះក៏អញ្ចឹងអ្នកនេះក៏ថាអញ្ចឹងដែរអញ្ចឹងគាត់បានឲ្យមកមើលមកមើលរូបភាពណាគាត់បានផ្ញើរូបភាពហ្នឹងនៅក្នុងរូបភាពដំណើរកំសាន្តនៅក្នុង SNS បាទផ្ញើចូលសារណាបងប្អូនបាទហ្នឹងហើយ អញ្ចឹងនេះជាខ្លឹមសារទាំងស្រុងនៃការសន្ទនារវាងអ្នកទាំងពីរហ្នឹងតោះឥឡូវយើងមើលចម្លើយយើង 이번 휴가 때 제주도에 비가 왔습니다. 기타នៅពេលឈប់សម្រាកម្ដងនេះណាបាទភ្លៀងធ្លាក់នៅជាយដូមានភ្លៀងធ្លាក់ត្រូវអត់ទេត្រូវអត់អត់ទេបាទការលើកមុនបានភ្លៀងធ្លាក់តែលើកនេះមិនដែរអាកាសធាតុល្អឡើយនេះគេលើកនេះអាកាសធាតុល្អកន្លែងនេះណាអញ្ចឹងលើកមុនភ្លៀងធ្លាក់លើកនេះអាកាសធាតុល្អអញ្ចឹងកន្លែងនេះគេថាឈប់សម្រាកម្ដងនេះមានភ្លៀងធ្លាក់នៅជាយដូខុសហើយ ចំណែកទី2 Madushi SNA SNSC យកហេងសាជានេះអ៊ីស្មីណាអញ្ចឹងយើងប្រែថានៅក្នុង SNS របស់លោក Madu ហ្នឹងគឺមានរូបថតដំណើរកម្សាន្តមានដល់នេះមាននេះគាត់ប្រាប់ទេគាត់បានផ្ញើចូលហើយអញ្ចឹងចម្លើយយើងនៅលេខ2ហ្នឹងឯងទី3 អាគង់ស៊ីនឺន 제주도에 처음 가봤어요 បាទលោកអាគង់នេះគាត់បានទៅជាជីដូជាលើកដំបូងត្រូវអត់គ្នាអត់ទេអាគង់ទៅម្ដងនេះអាគង់គាត់ទៅបានលើកមុនម្ដងលើកនេះម្ដងលើកមុនអាកាសធាតុសូវល្អទេលើកនេះអាកាសធាតុល្អអញ្ចឹងក៏ទៅពីរដងហើយទី3ខុសដែរទី4 Sugar តែមកនឿនស៊ីកម៉ាស៊ីអបសសនីដាគេថាពេលឈប់សម្រាកណាម្ហូបដែលញ៉ាំតែគាត់បានញ៉ាំពេលឈប់សម្រាកគឺអត់ឆ្ងាញ់ទេត្រូវតោះនេះអត់ទេឆ្ងាញ់ដល់នេះម្ហូបក៏ឆ្ងាញ់គេនេះអញ្ចឹងចម្លើយហ្នឹងក៏ខុសដែរអញ្ចឹងចម្លើយត្រឹមត្រូវរបស់យើងនៅលេខទី2នេះគឺអឺគេថានេះនៅក្នុង SMS SNS របស់ Madu នេះគឺមានរូបថតដំណើរកម្សាន្តត្រឹមត្រូវចម្លើយយើងនៅលេខ2តោះតើបងប្អូនតោះឥឡូវលំហាត់មួយទៀតលំហាត់អានមួយទៀតណាបងប្អូនបាទលំហាត់អានទី5បងប្អូនទី5ណាលោកគ្រូពេកធំតិចចុះបីស្រួលមើលបាទគេថា 한국에서는 នៅក្នុងប្រទេសកូរ៉េឆុនហ្វាអ៊ីណាបាទឆុនហ្វាណាទូរស័ព្ទ app បាទ app ហ្នឹងបងប្អូនស្គាល់ app ណាដូច app Facebook app Telegram អញ្ចឹងណាបាទធុងហេឆ្លងកាត់ស៊ីកយើងប្រែថាមហូប pedal ជីកស៊ីបាទ pedal ស៊ីកីយើងប្រែថាកំងឲ្យដឹកជញ្ជូនមហូបហ្នឹងកំងមហូបដោយឆ្លងកាត់តាមរយៈ app ឬក៏ទូរស័ព្ទដៃអញ្ចឹងបានន័យថានៅក្នុងប្រទេសកូរ៉េណាមនុស្សភាគច្រើនវាសារ៉ាំធូរីមនុស្សម៉ាន់សំដាភាគច្រើនជាប្រែថានៅក្នុងប្រទេសកូរ៉េមនុស្សភាគច្រើនគឺគេកំងមហូបណាបាទកំងមហូបបាទតាមរយៈ app ឬក៏ទូរស័ព្ទដៃthức khi chi về xe nó thức khi chi về xe bà pedal app bàគេថា app ដឹកជញ្ជូនអា pedal ណា pedal ដឹកជញ្ជូន app នឹង app នឹងឯងបាទ app អ៊ីយ៉ុងហាមញ៉ុនប្រសិនបើយើងប្រើប្រាស់ app ដឹកជញ្ជូន Shittange មេនូវ៉ាមេនុយមុខមេនុយរបស់មុខម្ហូបរបស់ភោជនីយដ្ឋានវ៉ាហើយនឹងសាយងចាធឺរេបាទអ្នកប្រើប្រាស់ទាំងអស់បាទសាយងចាបាទន័យថាបើសិនបើអ្នកប្រើប្រាស់ភោជនីយដ្ឋានគេថាភ្ញៀវដែលភ្ញៀវភោជនីយដ្ឋានហ្នឹងណាបាទសាយងចាអ្នកប្រើប្រាស់ទាំងអស់បាទខ្ចង់ចំយើងប្រែថាស្ទង់វាតម្លៃណាបងប្អូនខ្ចង់ចំយើងប្រែថាការវាតម្លៃខ្ចង់ចំឡើយយើងប្រែថាការវាតម្លៃបាទ
ចងចំការវិតម្លៃតោះទៅទៀតបានថាការវិតម្លៃរបស់អ្នកប្រើប្រាស់ណាដូចថាម្ហូបនេះឆ្ងាញ់អត់ហាងហ្នឹងរសជាតិមិនដែរអញ្ចឹងណាសេវាកម្មមិនដែរហ្នឹងគេហៅថាចងចំបាទចងចំតោះ post eco គឺអាចមើលឃើញការវិតម្លៃរបស់អ្នកប្រើប្រាស់ហើយនឹងមីនុយមុខម្ហូបរបស់ភោជនីយដ្ឋានដល់ប្រសិនបើយើងប្រើប្រាស់ app ដឹកជញ្ជូនតទៅទៀតស៊ីកម្ហូបបាទអនជេពេលណាបាទផេដាល់ថេនឹងជីហាក់អ៊ីនហៅស៊ីអ៊ីតសឹមនីដាជាខ្ញុំប្រែថាគឺយើងអាចត្រួតពិនិត្យថាអាចអាចត្រួតពិនិត្យបានថាអាចដឹកជញ្ជូនបាននៅពេលណាអាចដឹកជញ្ជូនម្ហូបបាននៅពេលណាអញ្ចឹងបានន័យថាបើសិនបើយើងប្រើប្រាស់នេះបើសិនបើយើងប្រើប្រាស់ app ដឹកជញ្ជូនណាទីមួយគឺយើងអាចមើលឃើញនៅការវិតម្លៃរបស់អ្នកប្រើប្រាស់បាទជាមួយនឹងមុខម្ហូបរបស់ភោជនីយដ្ឋានហ្នឹងទីពីរគឺយើងអាចត្រួតពិនិត្យថាដឹកជញ្ជូនពេលណាម្ហូបដឹកជញ្ជូនពេលណាបាទតោះនេះដល់គ្នាគឺរីកូបន្តមកទៀតយ៉នគឹម VA តូក្រៅពីលុយសុទ្ធបាទ VA នេះក្រៅពីយ៉នគឹមលុយសុទ្ធបាទខាតធឺកាតបាទស៊ូតេហ្វូនទូរស័ព្ទដៃធឺងេដូចជាបាទថាយ៉ាងហាន់ខ្យល់ឆេជាប្រែទូទាត់ស៊ូដាននេះមធ្យោបាយបាទស៊ូដាននេះប្រែមធ្យោបាយអញ្ចឹងអ៊ីតសនេះមានអញ្ចឹងប្រែថាបន្តមកទៀតគឺមានមធ្យោបាយទូទាត់បាទមធ្យោបាយបងប្រាក់ណាដែលខុសប្លែកពីគ្នាបាទមធ្យោបាយបងប្រាក់ជាច្រើនដូចជាតាមទូរស័ព្ទតាមកាតបាទឬក៏តាមជាលុយសុទ្ធហ្នឹងឯងបាទក្រៅពីលុយសុទ្ធហ្នឹងឯងណាបាទតោះផ្ចន់លីហាល់ពូនម៉ាន់អានីរ៉ាវាមិនត្រឹមតែងាយស្រួលប៉ុណ្ណោះទេអាពាក្យពូនម៉ាន់អានីរ៉ាណាមិនមែនត្រឹមតែចុចប៉ុណ្ណោះទេណាចឹងកន្លែងនេះប្រែថាមិនមែនត្រឹមតែងាយស្រួលប៉ុណ្ណោះទេបាទហារិនហេជូបាទជួយបញ្ចុះតម្លៃហារិនហាដាជួយបញ្ចុះតម្លៃក៏ណាឬក៏ខូប៉ុនបាទខូប៉ុងអានេះខូប៉ុងដល់នេះជូខីតែម្នាក់ដោយសារគេឲ្យជាគូប៉ុងឬក៏ជួយបញ្ចុះតម្លៃបាទ in giga បានស៊ីមីដាគឺមានការពេញនិយមខ្លាំងអញ្ចឹងបានន័យថាម៉េចបងប្អូនវាមានការពេញនិយមខ្លាំងណាដោយសារតែគេឲ្យជាគូប៉ុងឬក៏គេជួយបញ្ចុះតម្លៃវាមិនមែនត្រឹមតែងាយស្រួលទេបាទវាមានមធ្យោបាយទូទាត់ប្រាក់ជាច្រើនដូចជាតាមទូរស័ព្ទកាតហើយនឹងលុយសុទ្ធឯងបាទអញ្ចឹងនេះជាខ្លឹមសារលម្អិតទាំងស្រុងនៃអត្ថបទនេះឥឡូវយើងមករកចម្លើយត្រូវទី1 pedal airburn យន្តគឹមខ្យល់ឆេកាអានដេមនេះដែរគេថាម៉េចយន្តគឹមលុយសុទ្ធខ្យល់ឆេនេះប្រែទូទាត់ណាគេថា app ដឹកជញ្ជូនហ្នឹងគឺมันអាចទូទាត់ជាលុយសុទ្ធបានទេត្រូវទេបងប្អូនបាននេះគេដាក់ច្បាស់នេះយន្តគឹមនេះឃើញទេចានេះខុសទី2នេះ app Bureau ជួមុនហាមញ៉នប្រសិនបើយើងធ្វើការកំងតាម app Harinil Pad នេះទទួលជីម៉ូតមិនអញ្ចឹងគេប្រែមិនទទួលបានការបញ្ចុះតម្លៃទេប្រសិនបើយើងកំងវាតាម app អ្នកHarinបញ្ចុះតម្លៃត្រូវបងប្អូនអត់ទេគឺគេអាចទទួលបានការបញ្ចុះតម្លៃឡើយនេះណាបងប្អូននេះឡើយនេះណានេះHarin Heju ទេទី3នេះស៊ីគលជួ4ហលតែនៅពេលដែលយើងកំងបហូបឆុនហ្វាកាអេបអូដាចន់ហាំឌីឡាចឹងខ្ញុំប្រែថានៅពេលដែលយើងធ្វើការកំងបហូបណាទូរស័ព្ទគឺវាងាយស្រួលជាង app ត្រូវដល់នេះទូរស័ព្ទគឺងាយស្រួលជាងគេមាននិយាយចឹងអត់ទេបាទគេថាភាគច្រើននៅក្នុងប្រទេសកូរ៉េគេកំងបហូបណាតាម app ឬទូរស័ព្ទគេអត់មានថាមួយណាងាយស្រួលជាងមួយណាទេតោះនេះដល់នេះគេប្រើទាំងពីរទី4នេះ app ប៊ិលសាយងហាមញ៉នបាទប្រសិនបើប្រើប្រាស់ app ផេដាស៊ីកានិតអោស៊ីស៊ីមីណាគឺយើងអាចដឹងពេលវេលាដឹកជញ្ជូនបានប្រសិនបើយើងប្រើប្រាស់ app ត្រូវទេត្រឹមត្រូវទៀតយើងអាចត្រួតពិនិត្យពេលវេលាបានដល់នេះឡើយនេះណាអាចត្រួតពិនិត្យពេលវេលាបានឡើយណានេះឃើញទេនេះយើងអាចត្រួតពិនិត្យពេលវេលាបានឡើយនេះណាបាទនេះចំណុចនេះបាទអញ្ចឹងត្រឹមត្រូវហើយអូខេណាត្រូវនេះបាទអូខេណាអូខេតោះអញ្ចឹងចម្លើយយើងនៅលេខទីមកដល់នេះលេខ4នឹងឯងគឺយើងអាចត្រួតពិនិត្យអាចដឹងពេលវេលាប្រសិនបើយើងប្រើប្រាស់ app កំងហ្នឹងឯងតោះអញ្ចឹងភាសាអានយើងចប់ហើយយើងទៅបុកចូលភាសាស្ដាប់ម្ដងតោះភាសាទី20ស្ដាប់ទី20នេះគេឲ្យយើងធ្វើបាច់អស់គ្នាទី20នេះយើងមើលបាទថាផងក្រមធិតគោស្ដាប់ធ្វើរឿងដែលលឺណាណែយ៉ងក្វាខ្លឹមសារគួនគេនេះដែលមានពាក់ព័ន្ធគឺរៀមរូបភាពខូរីស៊ីវីអូសំជ្រើសចឹងគេឲ្យជ្រើសរើសរូបភាពដែលមានពាក់ព័ន្ធទៅនឹងខ្លឹមសារដោយស្ដាប់ខាងក្រោមឬអាចប្រែពីខូពីមុនស្ដាប់ខាងក្រោមហើយ
បាទស្ដាប់ខាងក្រោមហើយណាស្ដាប់ខាងក្រោមហើយជ្រើសរើសរូបភាពដែលមានពាក់ព័ន្ធទៅនឹងខ្លឹមសារដែលយើងបានឮស្ដាប់សិនស្ដាប់ហើយបានរើសរូបភាពដែលមានពាក់ព័ន្ធទៅនឹងខ្លឹមសារដែលយើងបានឮដែលគេនិយាយហ្នឹងណាបាទតោះអញ្ចឹងយើងសាកស្ដាប់មើលបងប្អូនបាទស្ដាប់មើលចាប់ផ្ដើម 1번. 다음을 듣고 들은 내용과 관계 있는 그림을 고르십시오. 주말에 뭐 했어요? 고향에 있는 가족들과 화상 채팅을 했어요. តោះនេះតនេះបាទ화상 chatting 화상គេ화상 video chatting ប្រែ chat ជា video call video ណាបាទមួយណាដែលតាក់ទងនឹង call video គឺនៅលេខ2នេះតើបងប្អូនបាទឥឡូវលោកគ្រូនឹងយកពាក្យនេះបងប្អូនបាទឡើយនេះណាអញ្ចឹងអ្វីដែលគេនិយាយគ្នាមិនមើលបាទតោះគ្រូនឹងបង្ហាញបងប្អូនឃើញចុះអ្វីដែលគេនិយាយគ្នាមិននេះបាទគេថាបែបដែរបងប្អូនគេថា주말에បាទនៅចុងសប្តាហ៍뭐 했어요តែអ្នកធ្វើអ្វីនៅចុងសប្តាហ៍ក៏ឆ្លើយថា고향에 있는 ដែលនៅស្រុកកំណើត가족들과បាទគ្រួសារទាំងអស់ណាគ្រួសារទាំងអស់បាទគ្រួសារទាំងអស់តមកទៀតបងប្អូនបាទតមកនេះ화상 chatting បាទ 화상 chatting ខ្ញុំប្រែថា call video ណាបាទខ្ញុំបាន call video ជាមួយគ្រួសារទាំងអស់ដែលនៅស្រុកកំណើតជិះចម្លើយលេខប៉ុន្មានលេខ2ហ្នឹងឯងបាទលេខ2បងប្អូនណាតទៀតលំហាត់ទី2បន្តទៀតចឹងយើងទាំងអស់គ្នាគ្រាន់តែចេះពាក្យថា 화상 chatting មកបាទ call video ណាបាទហ្នឹង 화상 chatting តោះឥឡូវទី2 남자는 왜 여자 몰랐습니다 남자បរោះណា 왜 ហេតុអី여자ស្ត្រី 몰라 នេះសាកសួរណាសួរ 몰라 ឬក៏ហៅណាតើហេតុអីបានជាស្ត្រីបរោះហៅស្ត្រីហេតុអីហៅរឿងអីសួររឿងអីបាទទី1 비닐번호를 물어보려고 មានបំណងសាកសួរនេះ물어보다 សាកសួរណាបាទសាកសួរអំពីលេខកូដបាទ 비밀번호 លេខកូដទី2 Wi-Fi를 신청하려고 មានបំណងចុះឈ្មោះភ្ជាប់ Wi-Fi Wi-Fi នោះ Wi-Fi ដល់នេះ Wi-Fi ណាទី3 비밀번호를 알려주려고 មានបំណងប្រាប់លេខសម្ងាត់ 알려주려고 មានបំណងប្រាប់ណាបាទទី4នេះ Wi-Fi를 취소하려고 មានបំណងលុបចោល Wi-Fi បានន័យថា 취소 បានន័យយើងលុបចោលការតភ្ជាប់ Wi-Fi ណាតើឥឡូវយើងមកស្ដាប់ជាក់ស្ដែងតើហេតុអ្វីបានជាបរិសុទ្ធហៅស្ត្រីហេតុអីតើចាប់ផ្ដើមដល់គ្នាហេតុអ្វី 2번. 남자는 왜 여자를 불렀습니까? 저기요, 여기 와이파이 비밀번호가 뭐예요? 여기요. tí nè tớ lấy code របស់ Wi-Fi លេខសម្បត្តិរបស់ Wi-Fi ប្រហែលដែរអញ្ចឹងចម្លើយមកដល់គ្នាបាទចម្លើយយើងលេខប៉ុន្មានស្ដាប់បានទេណាមែនទេច្បាស់ហ្មងបាទទោះបីមិនសូវចេះក៏បានដែរព្រោះច្បាស់អញ្ចឹងចម្លើយយើងលេខទីប៉ុន្មានដល់គ្នាដោយសារតែសាកសួរអំពីលេខសម្បត្តិអញ្ចឹងចម្លើយយើងលេខតិចមួយហ្នឹងឯងតែម្ដងណាបាទតោះអញ្ចឹងលំហាត់បន្តទៀតលំហាត់ទី3ដល់5ថាខាងក្រោមគឺគោស្ដាប់ឥឡូវយើងស្ដាប់ចម្លើយទាំង4សិនព្រោះគេឲ្យតម្រូវយើងស្ដាប់ចម្លើយទាំង4បាទយើងអាចចូលវិញ្ញាសាថ្មីបានណាតែចាប់ផ្ដើម 잠시만요. 가르쳐 드릴게요. 3번부터 5번까지 다음을 듣고 물음에 알맞은 대답을 តោះអញ្ចឹងគេអត់អានចម្លើយយើងទេចំណុចនេះណាបាទគេអត់អានចម្លើយទេដោយសារតែជាប្រភេទវិញ្ញាសាដែលមានសំណួរណាមានសំណួរឲ្យយើងឃើញប៉ុន្តែអត់មានសំណួរអញ្ចឹងហើយគេអត់អានចម្លើយទេទូត្រាតែវិញ្ញាសាដែលអត់មានសំណួរបានគេអានចម្លើយណាបាទតោះអញ្ចឹង3ដល់5នេះប្រភេទនេះបានគេអានចម្លើយទាំង4ទៀតបាទគេសួរថាខាងក្រោមគឺគោស្ដាប់ខាងក្រោមហើយស្ដាប់គេហើយណាមួយរឹមសំណួរអាល់ម៉ាត់ជឿនដែលត្រឹមត្រូវថេថាប់ចម្លើយបាទ co receive សូមជ្រើសរើសអញ្ចឹងគេឲ្យយើងស្ដាប់
ហើយជ្រើសរើសចម្លើយដែលត្រឹមត្រូវក្នុងសំណួររបស់គេអញ្ចឹងពី3ដល់5នេះជាប្រភេទវិញ្ញាសាដែលអត់មានសំណួរមានតែចម្លើយគេហៅថាវិញ្ញាសាយ៉ាន់តូเนาะយ៉ាន់តូអានឹងចេញចន្លោះពី4នៅទៅដល់5ពេលប្រឡងបងប្អូនណាឲ្យយើងចេះលំហាត់នឹងច្បាស់គឺទៅប្រឡងសង្ឃឹមជាប់ហើយតោះយើងមកស្ដាប់មើលបងប្អូនចាប់ផ្ដើម 고르십시오. 3번, 어제 문자 메시지를 못 받았어요? 어제 문자 메시지를 못 받았어요. tao mà sao mấy nè ở ban từ tua xa thế mà xa thế mà sao mấy nè ở toàn ban từ tua xa thế mà sao mấy nhá nè mình từ tua ban xa thế mà tao nói riêng mong mới là cũng từ xe chun đó mà cô nó đặt bằng hàng chun nè cái xua thằng mấy nhá nè rồi 저기 다음은 어제 문자 메시지를 못 받았어요. tane ở từ tua ban xa thế cao đi mà sao mình và tane mình từ tua ban xa thế cao đi mà sao mình tao nói đọc cái này và chẳng chẳng nói gì mà tí mùi 내 메시지예요. 말 끝이 메시지. TP TP cái thằng ấy đọc này cái thằng 내 메시지를 쓸게요. 말ខ្ញុំនឹងសរសេរmessage សេសាទី3នេះ아니요 메시지를 보냈어요. 때ខ្ញុំបានផ្ញើសារឲ្យហើយទី4아니요 메시지를 하긴 했어요. 때ខ្ញុំបានពិនិត្យ message ឲ្យតាជាងចម្លើយដល់គិតថាលេខប្រហែលត្រឹមត្រូវបាទចម្លើយប្រហែលត្រឹមត្រូវបងប្អូននេះ បាទចម្លើយប៉ុន្មានគឺនៅលេខ4គេថាទេខ្ញុំបានពិនិត្យមើលសារហើយតាបាទពិនិត្យសារហើយតាហេតុអីបានត្រូវអាហ្នឹងសំណួរគេសួរថាតើអ្នកមិនទទួលបានសារទេកាលពីម្សិលមិញទេខ្ញុំបានពិនិត្យហើយតាសារហ្នឹងអញ្ចឹងបានន័យថាទេនេះគឺគាត់មិនមែនគាត់ទទួលបានណាគាត់បដិសេធថាគេសួរថាតើដែលឯងអត់បានទទួលសារទេអត់ទេខ្ញុំទទួលបានទេតាម្សិលមិញគេអញ្ចឹងចម្លើយនៅលេខបានដល់គ្នានៅបាទលេខនេះលេខ4នេះឯងតោះ ចឹងតទៀតលេខរៀងបន្តលេខស្ដាប់ចម្លើយទាំង4សិនបាទយើងអាចបន្តទៅសំណួរបន្តបានណាបាទ 네, 메시지예요. 2. 네, 메시지를 쓸게요. 3. 아니요, 메시지를 보냈어요. 4. 아니요, 메시지를 확인했어요. តោះទៀតអស់នេះលេខ4ស្ដាប់សំណួរ 4번. 한국 드라마는 어떻게 봐요? 한국 드라마는 어떻게 봐요 គឺតាមទាំងអស់នេះតើភាពយន្តកូរ៉េមើលដោយរបៀបណាតើនេះអាចស្ដាប់បានលេខហ្នឹងអត់បាទតើភាពយន្តកូរ៉េមើលដោយរបៀបណាមើលមិនទៅភាពយន្តកូរ៉េបាទយើងចង់មើលរឿងកូរ៉េតើមើលយ៉ាងម៉េចចឹងណាបើភាសាខ្មែរយើងចង់និយាយចឹងតើគ្រូដាក់អក្សរបង្ហាញជូនអ្នកនរគ្នាបាទ 한국 드라마는 어떻게 봐요? 어떻게 봐요? 너네나? 어떻게 봐요? 한국 드라마가 어떻게 봐요? 어떻게 봐요? 만 어떻게 배요? 백요? 너네 어떻게 봐요? 마 좀뜻 너네 나 어떻게 봐요? ta hẳn chân cái xưa tao phim dương cái mơ đời mơ những mấy mơ tự thôi mấy tự mơ phim dương cái bán đó nè tí mùi 주말에 봐요. 티비 3시간 봐요. 티바이 친구와 봐요. 친구하고 봐요. đó đấy đó. 친구하고 봐요. ta tí buồn OTT로 봐요. OTT và OTT로 봐요. Chứng mơ tam là do OTT. đó đấy đó. OTT chỉ buộc cam bị thi cái mối đó nhé. Chỉ buộc cam bị thi mối đại ai mơ đương việc của đấy bán cái là OTT. Thì ở cho Google đó vậy thà OTT mới chỉnh mỏ chẳng mơ tam để dạy cái tam để dạy OTT chứng chậm lại cho nó lấy lịch buồn cái số ta nè mơ phim dun của đấy đòi được điểm na mơอย่างmấy mơ 8 OTT tại đó đấy ta sẽ làm chậm lại tiếng buồn làm chậm lại tiếng buồn đó đấy và sẽ làm chậm lại tiếng 4 ta chào đám chăm tí nữa đi bà 1. 주말에 봐요. 2.
3시간 봐요. 3. 친구하고 봐요. 4. OTT로 봐요. OTT로 봐요. 다. 어ញ្ចឹងមួយទៀតបងប្អូនណាមួយទៀតបាទតោះយើងចូលទៅដល់លេខទី5យើងស្ដាប់សំណួរឲ្យបានលំហាត់ប្រភេទនេះអត់បាក់ទេនៅពេលដែលយើងអាចស្ដាប់សំណួរបានគឺយើងអាចរកចម្លើយត្រូវឃើញហើយទីទៀតលោកគ្រូនឹងបង្កើតសំណួរបែបហ្នឹងឲ្យច្រើនបានន័យថាបង្កើតស្ដាប់ពីរដងណាហើយបង្កើតឲ្យបានរាប់រយសំណួរអ្នកនរគ្នារៀនស្ដាប់វានៅពេលដែលយើងស្ដាប់បានយើងអាចរកចម្លើយត្រូវឃើញណាបាទអញ្ចឹងលោកគ្រូនឹងមាន file ជាសំឡេងដើម្បីអ្នកនរគ្នាអាចពង្រឹងសមត្ថភាពក្នុងបានតោះឥឡូវយើងស្ដាប់សំណួរទី5តើគេសួរពីអីតោះចាប់ផ្ដើម 5번. 언제 마지막으로 홈페이지에 접속했어요? 언제 마지막으로 홈페이지를 접속했어요? hay sẽ đọc bài này nó ăn cái trong gì thằng mấy tao nhé mà cái trong gì thằng mấy ở đây cũng đã chia so chu này tao này tại đó là bây giờ lên bộ bài tao trước cái thằng mấy tao nhé cái thằng 언제 마지막 trong coi nó bên nào 홈페이지 cái hạ tầm bỏ 접수했어요 cái số thật 접수 cái đó này 접수 đã biệt đó cái thằng ta nè ban đã biệt được không cái hạ tầm bỏ nè trong coi nó bên nào bạn hãy đã biệt cái không cái hạ tầm bỏ trong coi nó bên nào cái trong gì chắc đó đã biệt nó không cái hạ tầm bỏ trong coi nó bên nào ta nè đã biệt nó cái hạ tầm bỏ trong coi nó bên nào đó tí mùi chúng mười mới đọc đấy 2시간 동안 했어요. ខ្ញុំបានធ្វើវាអំឡុងពេល2ម៉ោងឬអាចចង់និយាយថាហាដាគេស័ព្ទពិសេសខ្ញុំបានដាក់ពាក្យវាអំឡុងពេល2ម៉ោងហើយទី2 마두씨하고 같이 했어요. ខ្ញុំបានធ្វើវាជាមួយលោក 마두 ទី3 어제 저녁에 들어가 봤어요. ខ្ញុំបានចូលទៅមើលនៅល្ងាចម្សិលមិញបាទខ្ញុំបានចូលទៅមើលនៅល្ងាចម្សិលមិញបាទនេះណាខ្ញុំបានចូលទៅមើលនៅល្ងាចម្សិលមិញទី4នេះគឺ 회사 홈페이지에 그 login 했어요. ខ្ញុំបាន login នៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនខ្ញុំបាន login ក្នុងគេហទំព័ររបស់ក្រុមហ៊ុនបាទខ្ញុំបាន login ក្នុងគេហទំព័ររបស់ក្រុមហ៊ុនអញ្ចឹងតើអស់នេះចម្លើយលេខប៉ុន្មានអស់នេះចម្លើយលេខប៉ុន្មានដែរចម្លើយគឺនៅលេខ3ហេតុអីមិនថាលេខ3ឥឡូវយើងមកមើលហេតុអីមិនលេខ3គេសួរថាតើអ្នកបានអីគេដល់គ្នាបានបាទឆប់សុកណាបានន័យថាបានចុះឈ្មោះណាឆប់សុកបាទឆប់សុកចុះឈ្មោះនៅក្នុងគេហទំព័រចុងក្រោយនៅពេលណាបាទឆប់សុកហ្នឹងណាបាទអញ្ចឹងគាត់ថាគាត់បានចូលទៅមើលវាណាបានចូលទៅណាបានសាកចូលទៅពេលល្ងាចម្សិលមិញបាទអញ្ចឹងចម្លើយយើងនៅលេខ3បានសាកចូលទៅពេលល្ងាចម្សិលមិញអានេះក៏ពិតជាភាសាផ្សិតភាសាបច្ចេកទេសភាសាសេរីឥឡូវនេះភាសាបច្ចេកវិទ្យាដល់នេះណាបាទអញ្ចឹងលំហាត់ប្រភេទនេះទាមទារយើងចាំសំណួរបាទចាំចម្លើយដល់នេះណាចាំសំណួរចាំចម្លើយច្បាស់មកប្រភេទនេះតោះជិះស្ដាប់ចម្លើយទាំង4ដល់គ្នាហើយចាំយើងរៀនបកប្រែខាងក្រោម 1. 2시간 동안 했어요. 2. 마두 씨하고 같이 했어요. 3. 어제 저녁에 들어가 봤어요. 4. 회사 홈페이지에 로그인을 했어요. អូខេដល់គ្នាណាបាទតោះឥឡូវយើងមើលកន្លែងអ្វីដែលគេអានមិនច្បាស់មកដល់គ្នាយើងរៀនប្រែដល់គ្នាណាបាទប្រែចេះមកដល់យើងចេះប្រែបាទយើងអាចចេះបកចេះស្ដាប់បាទចេះបកដល់គ្នាចេះប្រែសិនអានឲ្យប្រែចេញបាទយើងអាចស្ដាប់បានឲ្យប្រែចេញតោះទី1គេថា 주말에 뭐 했어요?តើអ្នកបានធ្វើអ្វីនៅចុងសប្តាហ៍បរិឆ្លើយថា 고향에 있는 가족들과ជាមួយគ្រួសារទាំងអស់ 화상 채팅 ខ្ញុំប្រែថាម៉េច call video ដល់គ្នាណា 했어요 បានចឹងខ្ញុំប្រែថាខ្ញុំបាន call ជា video ជាមួយគ្រួសារទាំងអស់នៅស្រុកកំណើតជាមួយគ្រួសារនៅស្រុកកំណើតទី2 저기요អីទៅដូចយើងហៅអ្នកលក់ណា저기요មកនេះចឹងណាបាទយើងហៅមកនេះមកខាងនេះអញ្ចឹងមកខាងនេះបាទ 여기 와이파이 비밀번호가 뭐예요? បាទតើលេខកូដរបស់ Wi-Fi លេខប្រមាណដែរ 잠시만요. 잠 플랫 가르쳐 드릴게요. ខ្ញុំនឹង
នឹងប្រាប់បាទចាំមកផ្លឹកខ្ញុំនឹងប្រាប់អាខៅឬ show ប្រាប់បង្ហាត់បង្ហាញបង្រៀននោះជាងខ្ញុំប្រែថាចាំមកផ្លឹកខ្ញុំនឹងប្រាប់ឬជម្រាបបាទទី3 어제ម្សិលមិញ 문자 메시지를 못 받았어요 តែអ្នកអត់បានទទួលសារទេកាលពីម្សិលមិញបាទតែអ្នកមិនបានទទួលសារទេកាលពីម្សិលមិញបាទទី4នេះ 한국 드라마는 어떻게 봐요 តែអ្នកមើលរឿងភាគកូរ៉េដោយរបៀបណារឿងភាគកូរ៉េតែអ្នកមើលដោយរបៀបណាទី5នេះ 언제 빼나 마지막으로 ចុងក្រោយ 홈페이지 គេហទំព័រ 접속했어요 បាទអញ្ចឹងអ្នកបានចូលទៅក្នុងគេហទំព័រចុងក្រោយនៅពេលណាតែអ្នកបានចូលទៅក្នុងបាទគេហទំព័រចុងក្រោយនៅពេលណាអញ្ចឹងការបកប្រែសំណួរគឺបានដល់ទីបញ្ចប់ដល់ទេណាហើយលំហាត់មេរៀនទី20គឺបានដល់ទីបញ្ចប់ហើយដើម្បីអាចឲ្យយើងមានសមត្ថភាពក្នុងការប្រឡងជាប់បានលុះត្រាតែអស់នេះខ្លាំងស្ដាប់បាទខ្លាំងស្ដាប់វិញ្ញាសាប្រភេទនេះបាទឲ្យតែស្ដាប់សំណួរបានគឺយើងអាចរកចម្លើយត្រូវឃើញណាអញ្ចឹងលោកគ្រូនឹងបង្កើតសំណួរឲ្យអ្នកនរគ្នារាប់រយសំណួរមុនដំបូងស្ដាប់ឲ្យមានអក្សរបាទមានអក្សរឲ្យអ្នកនរគ្នាមើលមុនដំបូងស្ដាប់បាទស្ដាប់ហើយបន្ទាប់ស្ដាប់លើកទី2មានអក្សរเนาะបាទស្ដាប់លើកទី2មានអក្សរហើយមានអក្សរជាសំណួរបន្ទាប់មកមានកដាស់មានចម្លើយយើង4រើសបន្ទាប់មកទៀតវីដេអូបន្ទាប់បានថាសំឡេងបន្ទាប់គឺជា MP3 សិតគឺអត់មានសំណួរទេអត់មានបង្ហាញអក្សរទេគឺជាសំឡេងស្ដាប់សំណួរសុទ្ធតែម្ដងអញ្ចឹងបានន័យថាបើសិនបើអ្នកនរគ្នាព្យាយាមស្ដាប់រាល់ថ្ងៃនោះអ្នកនរគ្នានឹងអាចស្ដាប់បានតែថាយើងស្ដាប់វិញ្ញាសាដែលលោករៀបចំ200សំណួរនេះទៅប្រឡងក៏ចេញចប់ហើយបាទ200ទៅ300សំណួរ200ទៅ250សំណួរណាទៅប្រឡងចេញចប់ហើយគ្រូដកស្រង់វិញ្ញាសាស្ដាប់របស់60មីលីទាំងអស់ដើម្បីដល់អ្នកធ្វើតេស្តស្ដាប់ណាអូខេអញ្ចឹងមេរៀនយើងមេរៀនទី20បានមកដល់ទីបញ្ចប់ណាហើយលោកគ្រូសូមអរគុណទៅដល់សិស្សទាំងអស់គ្នាដែលបានខិតខំប្រឹងប្រែងបាទរៀនយកចិត្តទុកដាក់ពីដើមរហូតដល់ចប់ហើយជាចុងក្រោយជូនពរអ្នកនរគ្នាទទួលបានជោគជ័យក្នុងការប្រឡងគ្រប់គ្នាបាទអញ្ចឹងថ្ងៃនេះគ្រូមានប៉ុណ្្នឹងទេអរគុណជម្រាបលាជួបគ្នានៅវីដេអូបន្តទៀតបាទអរគុណបាយបាយដល់អ្នកគ្នាបាទ